មុននឹងចូលទៅដល់វីដេអូនៃការសម្រាយរបស់ខ្ញុំហ្នឹងគឺខ្ញុំសូមអរគុណដល់ដងហេគាត់បានឧបត្ថម្ភខ្ញុំទៀតហើយសារបានឧបត្ថម្ភឲ្យ10000សារនេះឧបត្ថម្ភឲ្យ5000អញ្ចឹងត្រឡប់ទៅវីដេអូយើងវិញសូមស្វាគមន៍អ្នកគ្នាមកកាន់ Channel YouTube របស់ខ្ញុំម្ដងទៀតហើយថ្ងៃនេះដែរគឺជា episode ទី6របស់រឿង Uma Musume Pretty Dubai Season ទី1ដែលប្រាំសាច់រឿងមកឃើញថា Special Week របស់យើងហ្នឹងគឺកំពុងតែទៅសេះអសរដើម្បីផ្ញើសារទៅកាន់ម្ដាយរបស់ខ្លួនខ្ញុំមិនដឹងថា Special Week របស់យើងក៏អត់មានទូរស័ព្ទឬក៏មិនទេតែការដែលគាត់ទៅសេះសបុតហ្នឹងគឺដើម្បីផ្ញើសារទៅកាន់ម្ដាយខ្លួននៅស្រុកដែលមានជាការរៀបរាប់ជាច្រើនមានទាំងការដើរលេងការរត់ប៉ាណាំងការហ្វឹកហាត់នៅកន្លែងផ្សេងគ្នាមានដូចជាសមុទ្រផងដែរហើយបន្ទាប់មកក៏ម្លងមកដល់ថ្ងៃហើយថ្ងៃហ្នឹងគឺជាថ្ងៃដែលគេប្រារព្ធពិធីមានឈ្មោះថា Festival Twinkly Series ដែលកម្មវិធីហ្នឹងគឺធ្វើដោយ fan ណាអ្នករត់បណ្ដាក់ហើយការប្រកួត Twinkly Series ហ្នឹងគឺជាការប្រកួតដ៏ធំមួយអាហ្នឹងបើកើតជាការប្រឡងវាដូចការប្រឡង Diploma អញ្ចឹងគ្នាយើងវារៀងធំគួរសមដែរហើយពួកគេទាំងអស់គ្នាក៏បែងចែកផ្លូវគ្នាទៅលេងនឹងពិធីបុណ្យហ្នឹងអញ្ចឹងទៅមកនឹង team Boss Speaker ហ្នឹងមាន6នាក់តែទៅបែកផ្លូវគ្នាអស់ហើយម្ដង2នាក់ម្ដងម្នាក់តែចុងក្រោយហ្នឹងសល់តែ Special វាជាមួយ Suzuka ដើរជាមួយគ្នាពួកគាត់ទាំងពីរហ្នឹងហើយការលេងទាំងអស់ហ្នឹងក៏បានមកដល់ពេលល្ងាចផងដែរពួកគេក៏បានជុំគ្នាហូបអីជុំគ្នាចឹងទៅមាន Suzuka ផងមាន Special Week ផងមាន Plaza ផងគឺហូបអីជុំគ្នាហូបក្តែមហើយក្នុងការសន្ទនាហ្នឹងគឺយើងដឹងដែរថា Suzuka ហ្នឹងគឺបានប៉ះជាមួយ Plaza នឹងការប្រកួតលើក្រោយតែរឿងក៏កាត់មកដល់ពេលយប់យើងឃើញថា Special Week និង Suzuka ហ្នឹងគឺអង្គុយនៅជិតគ្នាប្រហែលជានិយាយរឿងក្នុងចិត្តហើយមើលទៅ Suzuka បាននិយាយផ្ដើមមុនគេថាការដែលនាងចោះឈ្មោះមកកាន់សាលានឹងដំបូងនាងអត់សូវបាននិយាយរកគេទេតែចាប់តាំងពី Special Week មកកាន់សាលានឹងមកនាងមានការផ្លាស់ប្ដូរបន្តិចតួចហើយក៏បន្ថែមទៀតថាកាលដែលនាងផ្ទាល់នៅកាលពីក្មេងនៅពេលដែលរត់ម្ដងតែតែមានអារម្មណ៍មួយអារម្មណ៍ហ្នឹងគឺអត់ដឹងថាជាអារម្មណ៍អីទេតែមើលទៅវាដូចជាសប្បាយចិត្តក៏ចាំមានន័យថានៅពេលដែលគាត់រត់ម្ដងហ្នឹងគឺគាត់សប្បាយហើយអារម្មណ៍ហ្នឹងគាត់អត់ប្រកបទេហើយគាត់ក៏បកស្រាយចេញដែរតែដឹងតែវាជាប្រភេទលក្ខណៈអារម្មណ៍សប្បាយគ្នាយើងក៏ប៉ុន្តែក៏ឡងមកនៅពេលដែលគាត់ចាប់ផ្ដើមហ្វឹកហាត់និងធ្វើការរត់ពិតប្រាកដគាត់លែងមានអារម្មណ៍នឹងទៀតហើយដូចជាទូទៅអញ្ចឹងគាត់អត់បោះបង់ទេការព្យាយាមរបស់គាត់ហ្នឹងហើយក៏គិតឃើញថាបើសិនជាគាត់ចូល Team Speaker គាត់ប្រហែលជាបានរត់នឹងសប្បាយម្ដងទៀតអញ្ចឹងហើយបានយើងឃើញ Suzuka គាត់ចូល Team Speaker គ្នាយើងតើពេលនិយាយចប់មក Special Week របស់យើងបាននិយាយថា Team Regal ហ្នឹងល្អតើមិនក៏នៅទៀតអញ្ចឹងហើយ Suzuka គាត់ក៏បានតបថាការដែលនាងរត់ឥឡូវហ្នឹងបច្ចុប្បន្នភាពហ្នឹងគឺនាងរត់សប្បាយរីករាយហើយតាមមើលទៅបើ Team Regal ហ្នឹងមើលទៅដូចជាដាក់សម្ពាធនឹង Suzuka ខ្លាំងពេកបានជាគាត់អត់មានអារម្មណ៍សប្បាយរីករាយចឹងនិយាយបានតែមួយផ្លែតប៉ុណ្ណោះមេឃក៏ចាប់ផ្ដើមពោពេញទៅដោយកញ្ជ្រួចពីអ្នកគេហ្នឹងក៏បានអង្គុយមើលនៅហ្នឹងផងដែរថ្ងៃថ្មីក៏បានមកដល់ហាណាក៏ព្យាយាមបង្ហាត់ធីមខ្លួនឯងនឹងរំលឹកផងដែរថាចាប់តាំងពីពិធីបុណ្យហ្នឹងហើយយើងអត់ត្រូវតម្លាក់ខ្លួនទេយើងត្រូវតែហ្វឹកហាត់ឲ្យច្រើនជាងមុនហើយយើងក៏ឃើញក្រាស់ដែលកំពុងតែរត់ហ្វឹកហាត់ខ្លួនហើយកំពុងតែរត់ហ្វឹកហាត់ហ្នឹងហាណាក៏បានហៅមកសួរហាណាសួរថាការដែលដាក់ហ្វឹកហាត់ហ្នឹងដូចអត់មានបានដាក់ឲ្យរត់ទេអញ្ចឹងមានន័យថាក្រាស់ហ្នឹងគាត់រត់ហ្នឹងខុសពី plan គេរៀបចំហើយក្រាស់គាត់ក៏តបថាអត់អីទេគាត់អត់ហត់ណាដល់ពេលហាណាគាត់និយាយតបវិញថាគាត់គឺជាអ្នកសម្រេចចិត្តពេលអញ្ចឹងទៅក្រាស់គាត់ក៏និយាយថាគាត់ព្យាយាមធ្វើសឹងតែគ្រប់យ៉ាងដើម្បីយកឈ្នះការប្រកួតបន្ទាប់ដោយសារតែគាត់ឥឡូវហ្នឹងមើលទៅដូចជាខ្សោយខ្លាំងណាស់ហាណាក៏បាននិយាយថាអត់បាច់ភ័យទេកុំបញ្ញាប់ខ្លាំងពេកហាណាក៏បាននិយាយទៀតថាការប្រកួតដែលមានឈ្មោះថា Hini Ochen ហ្នឹងគឺសំខាន់សម្រាប់ក្រាស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេនាងគឺត្រូវត្រៀមគោលបំណងដើម្បីឲ្យយកឈ្នះ G1 ផងដែរការនិយាយរបស់ហាណាហ្នឹងមើលទៅដូចជាដាច់ហាងការពេកហើយសូម្បីតែក្រាស់ហ្នឹងក៏មានអារម្មណ៍អត់ស្រួលដែរគាត់ដល់ពេលវេលាដល់យប់ភ្លាមហាណាយើងគាត់មកផឹកស្រាបាត់ចំថ្ងៃហ្នឹងចម្លែកស្រាប់ដល់ពេលកំពុងតែសេតម្នាក់ឯងសោកហ្នឹងស្រាប់តែ trainer បង្ហាញខ្លួនហើយប៉ាវស្រាមួយកែវទៀត trainer គាត់ក៏បាននិយាយថាហាណាហ្នឹងមើលទៅដូចជាហ្វឹកហាត់ក្រាស់ហ្នឹងដូចជាចេះថាពិបាកពេកនិយាយសាមញ្ញទៅដូចជាតឹងហើយដោយសារតែនាងធ្លាប់មានរបួសជើងអញ្ចឹងទៅបានជាហាណាហ្នឹងគាត់តែងតែបារម្ភtrainerគាត់និយាយថាគ្រប់អ្នកប្រណាំងទាំងអស់បើសិនជារត់លឿនហើយដួលឬក៏មានបញ្ហាអីចឹងនៅក្នុងការប្រណាំងចឹងអាចប៉ះពាល់ដល់ជីវិតកន្លែងហ្នឹងគាត់ចង់មានន័យថានៅពេលដែលអ្នករត់ប្រណាំងមិនថាតែក្រាស់ Wonder ទេបើសិនជាគាត់មានបញ្ហាជើងអញ្ចឹងហើយគាត់រត់លឿនផងអញ្ចឹងនៅពេលដែលគាត់ដួលគឺមានបញ្ហាតែម្ដងហើយហាណាក៏បានលើកប្រធានបទសរសើរ Team Speaker ផងដែរដែលនិយាយថា Team
Team Speaker ឡើយគឺមើលទៅដូចជាល្អទៅហើយក៏ទៅសើគ្នាពីវាមកចឹងទៅហើយ trainer គាត់ក៏បាននិយាយថាហាណាមានរឿងសំខាន់ចង់និយាយហើយហាណាគាត់ឡើងឆ្ងល់ trainer ក៏បន្ថែមទៀតថាយប់ហ្នឹងតែមកយប់ទេដល់ពេលរឿងពិតគាត់ចង់ឲ្យហាណាចេញលុយសោះយ៉ាប់មែនណាប៉ែហ្នឹងកន្លែងមកមើលស៊ូសាកាវិញអាហ្នឹងដូចជារំភើបខុសពីធម្មតាដោយសារតែថ្ងៃស្អែកហ្នឹងគឺជាថ្ងៃដែលនាងរត់ប្រណាំងថ្ងៃស្អែកក៏បានចូលមកដល់ហើយ Team Speaker ក៏បានដើរជុំគ្នាចឹងទៅតែសារនេះមានអ្នកស្គាល់ច្រើនណាស់គ្នាយើងមានអ្នកហៅផងមានអ្នកហៅផងមានអ្នកស្រ័យសួរឈ្មោះផងនិយាយទៅ Team Speaker ចាប់បានល្បីបដាហើយតែសល់វាគាត់សួរមិនកូនអ្នកណានិយាយទៅ Team Speaker ចឹងដល់ពេល trainer គាត់និយាយថាមកវិធីវាល្បីហើយការរត់ប្រណាំងនឹងផងដែរ trainer គាត់អត់មានដាក់ plan អីឲ្យស៊ូសាកាយើងទេគាត់ឲ្យស៊ូសាកាយើងរត់តាមចិនការប្រកួតគឺរៀបនឹងចាប់ផ្ដើមទៅហើយអ្នកដែលប្រកួតទាំងអស់ហ្នឹងគេមកចូលក្នុងក្រុងរៀងខ្លួនហើយមានដូចជាផាសាការ៉ាហើយនិងស៊ូសាកាយើងផងដែរវាក៏បានបើកអ្នកប្រកួតក៏បានចាប់ផ្ដើមរៀនអ្នកទស្សនាវិញហូរកញ្ជ្រៀវពេញតែហ្នឹងឯងគាត់នៅការប្រកួតចាប់ផ្ដើមភ្លាមនឹងស៊ូសាកានាំមុខគេបាត់ហើយមើលទៅដូចអត់ភ័យទេស៊ូសាកាយើងដូចធម្មតាទេស្ងាត់តែនៅមុខគេទៀតហើយអ្នកផ្សេងទៀតដូចជាធម្មតាទេគ្នាយើងកីឡាករនេះប្រហែលជាមកពីសាលាផ្សេងចំណែកផាសាវិញកំពុងតែសប្បាយចិត្តគាត់ថាខ្លួនឯងនឹងអាចនឹងឈ្នះហើយដោយតែយើងដឹងអញ្ចឹងក្បាច់ផាសាគាត់អត់បញ្ចេញនៅពេលដើមហ្គេមទេនិយាយទៅលីគាត់អត់មានបញ្ចេញកម្លាំងអីទេតែដល់ពេល late គេបានគាត់ចាប់ផ្ដើមបញ្ចេញមកអស់ចំណែកក្រាស់យើងវិញរត់ទាំងភាពភ័យខ្លាចគ្រាន់តែគិតថាពេលវេលាសមស្របភ្លាមក្រាស់ហ្នឹងគាត់ចាប់ផ្ដើមតាមចិត្តតនស៊ូស៊ូកាហើយថាតើក្រាស់យើងនឹងគឺតាមតនស៊ូស៊ូកាអត់ចាំមើលទាំងអស់នេះទៀតតាមមក play ទេផាសាចាប់ផ្ដើមចេញក្បាច់ដែរបាទគេដាច់ពីរហ្នឹងឯងហើយទៅសារតែខ្លាំងជើងខ្លាំងគឺនៅមកគេមានតែ3នាក់ទេមានតែផាសាស៊ូស៊ូកាហើយនិងក្រាស់ហ្នឹងឯងឥឡូវ3នាក់គេនឹងកំពុងតែប្រជែងគ្នាផាសាតាមតនក្រាស់ហើយកំពុងតែតាមចិត្តតនស៊ូស៊ូកាដែរការរត់ក៏បន្តទៅមកទៀតក៏ប៉ុន្តែក្រាស់មើលទៅហាក់ដូចជាតាមអត់តន2នាក់ហ្នឹងទេចេះស្ដាយមែនគ្នាយើងក្រាស់ហ្នឹងគាត់តាមអត់តន2នាក់ហ្នឹងទេសូម្បីតែផាសាក៏ចាប់ផ្ដើមលន់មកហើយថាមិនក៏ស៊ូស៊ូកាលឿនម៉ែតាមអត់ចង់តនទេដោយសារតែគិតតែខ្លួនឯងនៅកម្លាំងទៀតក៏ព្យាយាមដាក់មកអស់ហើយគ្រប់គ្នាក៏ឃើញថាផាសាហ្នឹងគឺចាប់ផ្ដើមបញ្ចេញអស់ពីខ្លួនហើយតែដល់ពេលដែលយើងមើលយូរទៅផាសាដូចតាមអត់តនស៊ូស៊ូកាសោះចង់ឲ្យថាបើតាមការគិតរបស់ផាសាហ្នឹងគឺសំណំតែផាសាហ្នឹងតាមចិត្តតនស៊ូស៊ូកាតែជាក់ស្ដែងទៅតាមអត់តននៃគ្នាយើងនៅឆ្ងាយខ្លាំងហើយដោយសារទៅដល់ដំណាក់កាលហ្នឹងឯងតាមអត់តននឹងមានតែភ័យទេដោយសារតែអត់ជំរឿហើយផាសាយើងអត់មានទុកកម្លាំងទេគឺបញ្ចេញមកទាំងអស់ហ្នឹងឯងហើយបើមើលចេះស្ដែងទៅផាសាគឺតាមអត់តនស៊ូស៊ូកាទេដូចជាឆ្ងាយគឺនៅឆ្ងាយគ្នាខ្លាំងហើយជាលទ្ធផលគឺស៊ូស៊ូកាជាអ្នកឈ្នះដូចដែលយើងឃើញកម្លាំងស៊ូស៊ូកាអញ្ចឹងគឺថារត់លឿនមកចូលមួយងុំគឺរក្សាកម្រិតខ្លួនឯងពីអ្នកដែលប្រកួតជំវិញខ្លួនហ្នឹងបានល្អផងដែរឥឡូវបើមើលក្រាស់យើងវិញគឺជាប់លេខ3បើមើលមុខដូចជាខកចិត្តដល់ហើយមកជួបដល់ហាណានឹងដោះស្រាយគ្នាមិនទេហើយហាណាដែលជាគ្រូបំពឹករបស់ក្រាស់ហ្នឹងគាត់បានមកអោបក្រាស់ប្រហែលជាគោលណងចង់ឲ្យក្រាស់ហ្នឹងគាត់បទូចិត្តដែរដោយសារតែមុនការប្រកួតដូចយើងដឹងអញ្ចឹងហាណាហ្នឹងគាត់រៀងប្រើពាក្យរៀងគំរើយអាចជាបានថាដាក់សម្ពាធទៅកាន់ក្រាស់ច្រើនពេកទៅពេលអញ្ចឹងទៅគឺក្រាស់ហ្នឹងអាចនឹងមាន stress អីអញ្ចឹងទៅហើយបើចាប់សាច់រឿងយើងឃើញថាហាណាគាត់និយាយម្នាក់ឯងថាធីមហ្នឹងអត់អាចឈ្នះបន្តទៅមុខទៀតបានទេហើយសំទោសបងប្អូនយើងដោយសារតែមួយថ្ងៃហ្នឹងខ្ញុំវារវល់ទៅពេទ្យទៅលេងលបួរដល់ពេលអញ្ចឹងវា let នឹងធ្វើវីដេអូហើយសម្លេងដែលខ្ញុំធ្វើវីដេអូនេះវារៀងរ៉ោករ៉ាមែនតើអញ្ចឹងសំទោសហើយក៏អរគុណអ្នកទាំងអស់គ្នាមែនតើក្នុងការគាំទ្រអញ្ចឹងខ្ញុំសូមជម្រាបលាសិនហើយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ